ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមណែនាំកន្លែងញ៉ាំអីនៅសៀមរាបចំនួន4កន្លែងដែលយើងចាយអស់តិចហើយញ៉ាំបានឆ្ងាញ់របៀបថាក្រទេតែចង់ដើរលេងហើយនេះក៏ជាវិធីមួយដែលយើងដើរលេងក្នុងលក្ខណៈ low budget កន្លែងដំបូងនេះគឺបាយអ៊ីងួននៅចិត្តប្រាសាទតាព្រំប្រហែលជាមានបងប្អូនខ្លះស្គាល់ហើយព្រោះថាមានបងក៏ធ្លាប់ធ្វើវីដេអូពីកន្លែងបាយអ៊ីងួននឹងច្រើនដែរកន្លែងគាត់មានដូចជាបាយមាន់បាយត្រីអាំងកាទៀវខគោជាពិសេសនំប៉័ងខគោហើយចំពោះតម្លៃវិញសមរម្យមែនទែនគឺតា5000ទេបងប្អូនហើយក្នុងវីដេអូនេះដែរខ្ញុំទៅដល់គឺម៉ោងបាយថ្ងៃអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាញ៉ាំបាយថ្ងៃនៅកន្លែងគាត់តែម្ដងហើយកន្លែងគាត់នេះដែរសម្រាប់ពេលព្រឹកវិញគឺលក់ដាច់ខ្លាំងមែនទែនហៅកន្លែងអង្គុយសឹងតែគ្មានសម្រាប់រសជាតិវិញគឺឆ្ងាញ់អាចទទួលយកបានហើយអ្វីដែលពិសេសដែលខ្ញុំចូលចិត្តនោះគឺខគោនំប៉័ងនេះគឺយើងយកនំប៉័ងម្ដុំមកយើងដាក់សាច់គោមកជ្រលក់ជាមួយនឹងខគោក្តៅៗនិយាយពីថាជាតិតែម្ដងបន្ទាប់ពីញ៉ាំខគោក្តៅៗហើយឥឡូវនេះយើងមកដាក់ដូងខ្ចីមួយឲ្យស្រស់ស្រាយដើម្បីមានកម្លាំងដើរប្រាសាទបន្តទៀតចូលដល់កន្លែងទី2នេះគឺស៊ុបគីឡូសៀមរាបខ្ញុំបានឃើញនៅតាម Facebook ហើយបងប្អូនដែលចង់ទៅកន្លែងគាត់អាច search Google ជិះតាម Google Map ទៅបានកន្លែងគាត់នេះដែរគឺមានលក់ជាស៊ុបក៏ដូចជាមានលក់សាច់អាំងបងប្អូនអាចកំងជាឈុតក៏បានឬក៏បងប្អូនអាចកំងជាសាច់គីឡូក៏បានដែរហើយលក្ខណៈពិសេសសម្រាប់កន្លែងគាត់គឺសាច់1គីឡូ60000គ្រប់មុខមិនថាសូម្បីតែគ្រឿងសមុទ្រក៏ដោយឬក៏សាច់គោក៏ដោយឬក៏បងប្អូនចង់យកលាយគ្នាក៏បានដែរនិយាយទៅគឺ1គីឡូ60000ដូចគ្នាសម្រាប់បងប្អូនដែលញ៉ាំសាច់អាំងឬក៏គោឡើងភ្នំគឺសំខាន់ទៅលើទឹកជ្រលក់សម្រាប់ទឹកជ្រលក់កន្លែងគាត់នេះវិញគឺមាន2ពណ៌មានពណ៌ក្រហមនិងពណ៌ខៀវហើយខ្ញុំគឺចាក់2ពណ៌លាយចូលគ្នាហ្មងនិយាយទៅរសជាតិវិញមិននិយាយទេអត់មានអ្នកប្រៀបបានហ្មងកប់សេរីជាតិនោះជាតិញ៉ាំគោឡើងភ្នំឆ្ងាញ់ហើយប៉ុន្តែយើងត្រូវការរបស់បន្ថែមរសជាតិទៀតយើងដាក់ទឹកកកមកគាស់គោកាមួយកំប៉ុងមកនិយាយពីថាកាន់តែជាតិទៀតតែម្ដងសម្រាប់កន្លែងទី3នេះគឺកន្លែងបាយរាត្រីដាច់យកសម្រាប់កន្លែងគាត់នេះដែរគឺគាត់មានម៉ួយច្រើនមែនទែនគឺថារកកន្លែងអង្គុយអត់ចង់មានទេហើយចំពោះទីតាំងគាត់វិញសម្រាប់បងដែលស្គាល់ប្រោនៅជាប់ក្រាសាំងការតិចហ្នឹងគឺហាងគាត់គឺនៅទល់មុខហ្នឹងតែម្ដងបងជិះមកឃើញមនុស្សរៀងច្រើនហ្នឹងគឺកន្លែងហ្នឹងហើយសម្រាប់កន្លែងគាត់វិញគឺលក់លក្ខណៈជាម្ហូបកំងបងប្អូនអាចកំងជាឆាអាំងត្រីសាច់កង្កែបឬក៏គ្រឿងក្លែមអីគឺគាត់មានទាំងអស់ហើយម្ហូបដែលខ្ញុំកំងថ្ងៃនោះគឺមានដូចជាត្រីសាបាក់អាំងឆាក្តៅកង្កែបនិងកំពឹសលីងសម្រាប់តម្លៃវិញគឺសមរម្យមែនទែនហើយបរិមាណវិញគឺគាត់ដាក់ឲ្យច្រើនពេញចានហ្មងបើបងប្អូនបានទៅកន្លែងគាត់កុំភ្លេចកំពឹសលីងនេះណារសជាតិគឺឈ្ងុយឆ្ងាញ់ស្រួយស្រាប់ហើយមួយចានដូចជាតែ5000រៀលទេតាមខ្ញុំចាំណាបើសិនជាបងប្អូនបានទៅអាចជួយ comment ខាងក្រោមថាប៉ុន្មានព្រោះខ្ញុំរៀងចង់ភ្លេចតម្លៃហើយកន្លែងចុងក្រោយនេះគឺកន្លែងស៊ុបសៅភ័ណ្ឌកន្លែងគាត់គឺមានលក់ដូចជាស៊ុបគោនិងគោឡើងភ្នំហើយសម្រាប់ខ្ញុំវិញគឺថ្ងៃនេះខ្ញុំកំងជាលក្ខណៈគោឡើងភ្នំព្រោះថាខ្ញុំគឺ fan គោឡើងភ្នំកាប់មុខហ្មងហើយគោឡើងភ្នំគាត់នេះដែរគឺមួយឈុតតែ15000ទេរសជាតិវិញគឺឆ្ងាញ់អាចទទួលយកបានហើយតម្លៃវិញគឺធូរថ្លៃសមរម្យសម្រាប់ទីតាំងគាត់វិញគឺបងប្អូនអាច search ក្នុង Google Map គឺទៅដល់ហើយព្រោះថាខ្ញុំក៏បានជិះតាម Google Map ដែរអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះបើសិនជាបងប្អូនធ្លាប់ទៅកន្លែងណាមួយដែលនៅក្នុងវីដេអូនេះអាច comment ខាងក្រោមបានអរគុណបងប្អូនសូមជម្រាបលាបាយបាយ